រឿងនេះតួស្រីគឺជាតួមួយដែលថាសុភាពរាបសារហើយស្មោះអត់សាវ៉ាដូចការនិយាយកាត់នឹងទេសួស្ដីបងដូចជាតួស្រីមួយនៅក្នុងរឿងសាមសាជនបទរបស់យើងបងខ្ញុំសុំសួរតិចដោយសារតាប្រហែលថ្ងៃនេះខ្ញុំអូស Facebook មកឃើញតាបញ្ហាមួយដែលគេហៅថាបងតួស្រីទំនើបក៏ដូចជាបងសាវ៉ាអញ្ចឹងបងមានអីត្រូវបកស្រាយបន្តិចអត់បងដើម្បីជូនទស្សនិកជនរបស់យើងបងតាមពិតទៅរឿងកន្លែងហ្នឹងអាចថាស៊ីនហ្នឹងរៀងកុំឲ្យកំសត់អីចឹងបងក៏ខ្ញុំបញ្ចូលថាបែបកំ pl ែងចូលទៅតាមពិតទៅការពិតទេខ្ញុំពីដើមមកលេលើដែរតែអត់ដឹងថាក្តីសុបិនហ្នឹងជាអីទេក្នុងសាច់រឿងនេះតួស្រីគឺជាតួមួយដែលថាសុភាពរាបសារហើយស្មោះអត់សាវ៉ាដូចការនិយាយកាត់នឹងទេនៅខាងក្រៅក៏ស្មោះដូចក្នុងសាច់រឿងដែរបងយើងមិនជឿឯងទេហើយមួយទៀតគេថាតួស្រីទំនើងប្រហែលជាគាត់យល់ច្រឡំអីចឹងហើយតាំងពិតទៅតួស្រីក្នុងហ្នឹងគឺសុភាពខ្លាំងគាត់ជាអ្នកតួអង្គមួយដែលថាស្មោះនឹងស្នេហាទោះទៅទីណាក៏នៅតែស្មោះដែរបងអរគុណបង